សុបិនឃើញពស់រិទ្ធពាក្យអធិប្បាយសុបិនថាត្រូវសត្វពស់ររិទ្ធឬវាមកពាន់រីកាយទាញថាបើអ្នកនៅលីវនឹងបានជួបគោក្រងក្នុងពេលឆាប់ឲ្យសង្កេតមើលការសុបិនផងថាបើពស់រិទ្ធផ្នែកខាងលើនៃរាងកាយដូចជារិទ្ធកកឬរិទ្ធកន្ទាតក្អមនឹងបានជួបគោក្រងមានឋានល្អឬមានយស័ក្តិបើរំរិទ្ធផ្នែកក្រោមចង្កេះចុះមកដល់ជើងទីថានឹងបានគូក្រងមានឋានទាបជាងបើអ្នកមានគ្រួសារហើយនៅក្នុងសុបិននោះបើបានប្រើដៃចាប់ដងខ្លួនរបស់ពស់នឹងបានលាបជាបុត្រឬលាបសំណាងចូលនឹងលាបអណ្ដែតពីការផ្សងសំណាងលេខផ្សងសំណាងលេខ2ខ្ទង់55 66លេខ3ខ្ទង់556 566 559 568សុបិនឃើញពស់ខំឬចឹកពាក្យអធិប្បាយដូចចុះទៅនេះប្រសិនបើពុកម៉ែបងប្អូនសុបិនឃើញថាពស់ខំឬចឹកទំនាយទីថាមានសត្រូវភេទខុសគ្នានឹងគិតប៉ងអាក្រក់លើខ្លួនឬបានទទួលគ្រោះពីញាតិជិតខាងបើពស់ខំផ្នែកក្រោមចាប់ពីចង្កេះមកក្រោមក៏បានទទួលគ្រោះស្រាលបើខំផ្កាយចង្កេះត្បាំងលើនឹងទទួលគ្រោះធ្ងន់មួយទៀតទទួលការឈឺចាប់ពីគ្រោះឧបត្តិហេតុក្នុងការធ្វើដំណើរលេងផ្សងសំណាងលេខ2ខ្ទង់50 15 13លេខ3ខ្ទង់513 519 570